ជំរាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់រាប់អានទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងបង្ហាញវីដេអូមួយបាទគឺជាទស្សនវិជ្ជាពេលរាត្រីបាទដែលគ្រួសាររបស់ខ្ញុំគាត់ទៅដើរលេងអញ្ចឹងណាបងប្អូនបាទនេះពេលយប់បាទគឺស្រស់ស្អាតមែនតើបាទបងប្អូនដឹងទេថាកន្លែងនេះគឺគេហៅម្ដងអីដែរបងប្អូនបាទហើយកន្លែងនេះបាទគឺជាអឺ ខេត្តកំពតបងប្អូនបាទទឹកដីខេត្តកំពតបាទពេលរាត្រីបាទគឺគឺស្អាតមែនតើបាទនេះភ្លើងពណ៌តោះតែយើងថតពេលយប់អញ្ចឹងមើលទៅគឺស្អាតមែនតើបាទហើយនេះគឺទិដ្ឋភាពដែលអឺគាត់ជិះម៉ូតូបាទហើយដើរលេងអញ្ចឹងណាបងប្អូនបាទពេលយប់បាទនេះបាទគឺភ្លើងភ្លឺចិញ្ចែងចិញ្ចាចហ្មងបាទគឺស្អាតមែនតើបាទនៅក្នុងទីរួមខេត្តកំពតហ្មងបងប្អូនបាទនេះបាទគឺគេឌីគ័រគេតុបតែងគឺបានស្អាតមែនតើបាទហើយនេះគាត់ជិះទៅដើរលេងខាងកន្លែងគេហៅថាសេះសមុទ្របាញ់ទឹកអញ្ចឹងណាបងប្អូនបាទព្រោះទឹកនេះបាទទិដ្ឋភាពតាមនឹងមើលទៅគឺស្អាតមែនតើបាទពេលយប់គឺមានភ្លើងពណ៌ចម្រុះបាទមើលទៅគឺស្អាតបាទស្អាតហើយនេះបាទកន្លែងគេអង្គុយលេងអឺមាត់ទឹកណាបងប្អូនបាទនៅកន្លែងហ្នឹងគេហៅដៃសមុទ្របងប្អូនបាទអាហ្នឹងគឺដៃសមុទ្រណាបងប្អូនបាទហើយកន្លែងហ្នឹងគឺគេរៀបចំបានស្អាតមែនតើបាទនេះវ៉ាវស្អាតហើយគ្នាគាត់ទៅដើរលេងច្រើនណាបងប្អូនបាទហើយនេះគឺជាវីដេអូដែលខ្ញុំយកមកផុសកាត់តផុសលេងអញ្ចឹងណាបងប្អូនបាទចឹងបងប្អូនទស្សនាដូចតទៅបាទនេះពេលយប់ចឹងណាបងប្អូនបាទពេលល្ងាចប្រលប់ហើយគេមកដើរលេងគឺច្រើនមែនតើបាទនេះសុទ្ធតែមនុស្សបាទហើយនេះសុទ្ធតែមិត្តភ័ក្តិរបស់គ្រួសាររបស់ខ្ញុំគាត់ទៅដើរលេងជាមួយចឹងណាបងប្អូនបាទនេះទស្សនវិជ្ជានៅកន្លែងសេះបាញ់ទឹកហ្នឹងណាពេលល្ងាចគឺមានអ្នកដើរលេងកំសាន្តជួបជុំគ្រួសារបងប្អូនបាទគឺច្រើនមែនតើបាទពេលយប់បាទគឺនេះបាទគឺមនុស្សច្រើនណាស់បាទនេះបាទគឺស្រីស្អាតបាទហើយនេះពួកគាត់បានជិះម៉ូតូបាទជិះម៉ូតូដើរលេងទៀតណានេះតាមរាប់តាមមាត់ទន្លេបាទគឺមនុស្សម្នាមកលេងច្រើនបាទកន្លែងហ្នឹងគឺគេរៀបក្រូបាទរៀបកូរ៉ូឡាបាទកូរ៉ូឡាអញ្ចឹងណាគឺគេរៀបបានស្អាតមែនតើអញ្ចឹងហើយពេលល្ងាចអ្នកមានគ្រួសារអីគាត់មកដើរលេងបាទដប់ប្រពន្ធដប់កូនបាទដប់សង្សារទៅបាទខ្លះមកម្នាក់ឯងអញ្ចឹងមកអង្គុយលេងបាទហើយខ្លះទៀតក៏មកទិញអីញ៉ាំអញ្ចឹងទៅបាទដូចយើងនៅមាត់ទន្លេអញ្ចឹងដែរណាបងប្អូនបាទនៅមុខវាំងពេលល្ងាចអញ្ចឹងអ្នកខ្លះក៏គេទៅដើរលេងលំហែអារម្មណ៍អញ្ចឹងទៅបាទទិញអីញ៉ាំអញ្ចឹងទៅបាទនៅនេះដូចគ្នាបាទនៅកំពតដូចគ្នាបាទនេះដូចអានឹងគេហៅទន្លេនឹងគេហៅអីទេបងប្អូនបាទគេហៅដៃសមុទ្រអញ្ចឹងឬយ៉ាងណាខ្ញុំមិនសូវដឹងដែរបាទតែដូចទន្លេអញ្ចឹងណាបងប្អូនបាទត្រៃម្ខាងដូចគ្នាបាទម្ខាងបាទខាងនេះនេះបាទគឺគេរៀបចំគឺស្អាតមែនតើបាទហើយពេលល្ងាចមកដើរលេងស្រស់ស្រាយស្រស់ថ្លាបាទសប្បាយរីករាយបាទនេះពេលយប់អាហ្នឹងកន្លែងហ្នឹងគេមានជាបាញ់ទឹកបាញ់អីដែរបងប្អូននេះទឹកគេរៀបចំមកស្អាតមែនតើបាទមើលរូបភាពបាទគឺអស្ចារ្យមែនតើបាទទឹកដីខេត្តកំពតបាទនៅច្រើនណាបងប្អូនបាទមកលេងមិនតិចប៉ុន្មានទេបាទបើសិនជាបងប្អូនតនីអីបាទមកលំហែអារម្មណ៍អីមកដើរលេងអីមកលេងនៅកន្លែងនេះក៏សប្បាយដែរណាបងប្អូនបាទនេះមនីច្រើនបាទនេះការលក់ដូរអីគឺច្រើនដែរមិនតិចទេបងប្អូនបាទនេះបាទតាមផ្លូវគឺផ្លូវគឺផ្លូវកស៊ូបាទគឺស្អាតមែនតើបាទសិតតឡានម៉ូតូបាទនេះហាងបាទ
គឺអស្ចារ្យបងប្អូនបាទអស្ចារ្យមែនតើបាទសប្បាយរីករាយពេលយើងទៅដើរលេងកំសាន្តលំហែអារម្មណ៍ទៅតាមខេត្តមួយយប់ពីរយប់អីក៏មិនជាបញ្ហាដែរបងប្អូនបាទគឺដើម្បីឲ្យអារម្មណ៍របស់ជើងស្រស់ថ្លាសប្បាយរីករាយចឹងណាបាទនេះទស្សនវិជ្ជាបាទតែមានកន្លែងខ្លះក៏ល្ងឹតដែរបងប្អូនបាទហើយនេះយើងឲ្យជិះរាប់តាមមាត់ទន្លេបាទជិះកំសាន្តលេងណាបងប្អូនបាទនេះលក់ដូរអីក៏ច្រើនដែរលក់ដូរគ្រឿងវត្ថុអនុស្សាវរីយ៍អីផ្សេងក៏មានដែរបងប្អូនបាទនេះជួយបង្កើននៅចំណូលអញ្ចឹងណាបងប្អូនបាទដល់តែមនុស្សទៅលេងតាណាច្រើនលក់កន្លែងហ្នឹងក៏ហាក់ដាច់ដែរបាទនេះគឺស្អាតបាទហើយនេះបាទហើយម៉ូតូគឺគេជួលបងប្អូនបាទយើងអាចជួលម៉ូតូឲ្យបានដែរបើយើងទៅលេងយើងអាចចង់ជួលម៉ូតូចង់ជួលអីគឺអែមយើងអាចជួលម៉ូតូជិះដើរលេងបានតែកុំឲ្យបាត់បង់របស់គេអញ្ចឹងតែបាត់បង់បាត់អីយើងអាចសងគេអញ្ចឹងណាបងប្អូនបាទនេះបាទទស្សនវិជ្ជាបាទហើយនេះទឹកសមុទ្របងប្អូនបាទទឹកសមុទ្រគឺអញ្ចឹងទឹកសមុទ្រហ្នឹងគឺដូចលក្ខណៈប្រៃទៅបាទប្រៃគួរសមទៅតែវាមិនប្រៃខ្លាំងមែនទេតែវាដឹងថាប្រៃគួរសមហើយនេះបាទយើងចុះគាត់ចុះទៅអឺមាត់ឆ្នេរបាទមាត់ឆ្នេរនេះបាទមនុស្សបាទយើងថតពីចម្ងាយគឺទេសភាពគឺមួយអែមគឺស្រស់ស្អាតមែនតែនពេលយប់បាទគឺអស្ចារ្យនេះបាទដីខ្សាច់បើយើងធៀបទៅអត់ឈ្នះកោះរ៉ុងស្អាតមែនតែនដីខ្សាច់ឡើងពណ៌សហ្មងសខ្ចីហ្មងឆ្នេរសមុទ្រកោះរ៉ុងពេលយប់តែទឹកអាឡុកធំតែនេះអត់មានទឹកអាឡុកទេបងប្អូនបាទតែជ្រៅគួរសមមេត្តាបាទសូមអរគុណសូមជម្រាបលាបងប្អូនបាទអរគុណបាទបាយបាយ